ទូក្រុមយើងខ្ញុំជាក្រុមយុវជនរួមគ្នាដើម្បីសុខុមាលភាពសហគមន៍ដែលមានសមាជិកចំនួន6នាក់ដែលបង្កើតឡើងបន្ទាប់ពីរៀនសិក្សានៅអង្គការយុវសន្តិភាពក្រុមដែលយើងខ្ញុំបានចោះទៅទំនាក់ទំនងនិងចុះប្រមាណតម្រូវការសហគមន៍ដែលយើងសង្កេតឃើញថាប្រជាពលរដ្ឋក្នុងសហគមន៍ស្ដុក 60% បានជួបប្រទះនៅជំងឺគ្រុនឈាមក្នុងអំឡុងពេលចុះប្រមាណជាសង្កេតឃើញថាប្រធានមណ្ឌលសុខភាពស្ដុកនិងអមមេឃុំបានចូលរួមសហការ 100%ការចុះអនុវត្តសកម្មភាពទី1ដែលនិយាយពីការចុះផ្សព្វផ្សាយពីវិធីបង្ការខ្លួនពីជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋក្នុងសហគមន៍មានមតិសំណាលពីអនុភូមិអ៊ំស្រីអែមសារ៉នហើយបន្តមកក៏មានការចែករំលែកពីលោកគ្រូពេទ្យអែមសុភ័ណ្ឌផងដែរហើយនៅក្នុងសកម្មភាពទី2ពួកយើងក៏បានចុះផ្សព្វផ្សាយអំពីវិធីបង្ការខ្លួនពីជំងឺគ្រុនឈាមដល់កុមារនិងការសម្អាតបរិវេណនៅក្នុងសហគមន៍និងចែកសម្ភារៈដឹកនាំក្មេងៗឬសម្រាប់នៅក្នុងសហគមន៍ស្ដុកផងដែរពួកគាត់បានបង្ហាញនូវសកម្មភាពយកចិត្តទុកដាក់និងចូលរួមអនុវត្តសកម្មភាពជាមួយក្រុមគោលដៅយើងសកម្មភាពទី4ចុះវិតម្លៃពាក្យកំណត់គម្រោងក្រុមគោលដៅដែលមានការពិភាក្សាជាមួយអាជ្ញាធរអ៊ុំច័ន្ទដែលជាមេឃុំស្ដុកនិងអ្នកគ្រូពេទ្យសុខតុលាដែលជាប្រធានមណ្ឌលសុខភាពស្ដុកបន្តមកក្រុមគោលដៅយើងខ្ញុំក៏បានចុះវិតម្លៃតាមផ្ទះប្រជាពលរដ្ឋនិងកុមារនៅក្នុងខុសស្ដុកផងដែរក្នុងសកម្មភាពទី3ក្រុមអ្នកដើរយើងខ្ញុំក៏បានចោះផ្សព្វផ្សាយពីការសម្អាតបរិវេណផ្ទះនិងចាត់ថ្នាំអាបែតនិងរៀបចំសរសេរនិងគូផ្ទាំងផ្សព្វផ្សាយនៅក្នុងសកម្មភាពនោះដែរក៏មានការចោះដាក់ស្លានិងចាក់មេក្រូនិងចោះវិតម្លៃបញ្ចប់គម្រោងក្រុមគោលដៅចូលមកណែនាំអ្នកម៉ែនេះក៏ម៉ែមានចំណាប់អារម្មណ៍ជាខ្លាំងឲ្យខាងយុវជនមកតបផ្សាយទៀតដើម្បីឲ្យកាន់តែស្វែងយល់បានច្រើនខ្ញុំសូមសំណូមពរដល់អង្គការយុវសន្តិភាពឲ្យបញ្ជូនយុវជនស្ម័គ្រចិត្តមកផ្សព្វផ្សាយទាក់ទងនឹងអនាម័យដងខ្លួនរបស់កុមារជាយុវជនគ្រប់គ្នាដើម្បីស្មារតីសហគមន៍